នៅខែមីនាឆ្នាំ2005ទូរស័ព្ទដៃមួយគ្រឿងបានភ្លឺឡើងនៅកណ្ដាលអធ្រាត្រនៅក្នុងប្រទេសជប៉ុនមាននរណាម្នាក់កំពុងប្រើប្រាស់វាដើម្បីចូលទៅកាន់គេហទំព័រស្វែងរកគូស្នេហ៍នៅលើអ៊ីនធឺណិតជាធម្មតារឿងនេះមិនមានអ្វីចម្លែកឬគួរឲ្យកត់សម្គាល់នោះទេប៉ុន្តែម្ចាស់ទូរស័ព្ទមួយគ្រឿងនេះគឺជាក្មេងស្រីអាយុ18ឆ្នាំម្នាក់ហើយនាងបានស្លាប់បាត់បង់ជីវិតអស់រយៈពេលជាច្រើនខែមកហើយជនល្មើសកំពុងប្រើប្រាស់ទូរស័ព្ទរបស់ជនរងគ្រោះដែលខ្លួនទើបតែបានផ្ដាច់ជីវិតដើម្បីកំសាន្តអារម្មណ៍ផ្ទាល់ខ្លួនឡាន Digital មួយនេះបានក្លាយជាគន្លឹះដ៏សំខាន់បំផុតដែលជួយបំបីសំណុំរឿងឧក្រិដ្ឋកម្មដ៏រន្ធត់មួយនៅក្នុងខេត្ត Fukuoka យើងចាប់ផ្ដើមរឿងនេះនៅក្នុងការិយាល័យប៉ូលីសនៃខេត្ត Fukuoka ពេលវេលាគឺដើមឆ្នាំ2005ក្រុមស៊ើបអង្កេតកំពុងតែជួបប្រទះនូវភាពតច្រកយ៉ាងខ្លាំងពួកគេមានសាកសពជនរងគ្រោះប៉ុន្តែគ្មានភស្តុតាងនៅកន្លែងកើតហេតុគ្មានសាក្សីហើយក៏គ្មានដានអ្វីដែលអាចនាំទៅរកជនល្មើសបានដែរដើម្បីស្វែងរកពន្លឺថ្មីក្រុមមន្ត្រីបានសម្រេចចាត់សុំទិន្នន័យពីក្រុមហ៊ុនបណ្ដាញទូរស័ព្ទពួកគេចង់ដឹងថាតើទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ Nana Kubota បានបាត់នៅពេលណាតាមការរំពឹងទុកជនល្មើសប្រកាសជាបានបោះចោលឬបំផ្លាញទូរស័ព្ទនោះចោលបាត់ទៅហើយបន្ទាប់ពីធ្វើសកម្មភាពរួចប៉ុន្តែលទ្ធផលដែលទទួលបានពីក្រុមហ៊ុនបណ្ដាញទូរស័ព្ទបានធ្វើឲ្យមន្ត្រីប៉ូលីសទាំងអស់ស្រឡាំងកាំងទូរស័ព្ទនោះមិនបានបិទទេវាកំពុងតែបើកដំណើរការជារៀងរាល់ថ្ងៃសេវាទូរស័ព្ទកំពុងតែលោតភ្ជាប់ជាមួយអង្តែននៅតាមតំបន់ផ្សេងៗនៅក្នុងទីក្រុងអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលទិន្នន័យបង្ហាញថាទូរស័ព្ទនេះត្រូវបានគេប្រើប្រាស់ជាប្រចាំវាមិនមែនជាការខលចេញឬទទួលទូរស័ព្ទនោះទេប៉ុន្តែមាននរណាម្នាក់កំពុងប្រើទិន្នន័យអ៊ីនធឺណិតដើម្បីចូលទៅកាន់គេហទំព័រស្វែងរកគូស្នេហ៍នៅលើទូរស័ព្ទដៃនៅដើមទសវត្សរ៍ឆ្នាំ2000ការតាមដានទីតាំងទូរស័ព្ទមិនទាន់មានភាពសុក្រិតដូចពេលបច្ចុប្បន្នឡើយប៉ូលីសមិនអាចកំណត់ទីតាំងជាក់លាក់ដល់កម្រិតម៉ែត្របានទេប៉ុន្តែបច្ចេកវិទ្យាពេលនោះអាចបញ្ជាក់ពីតំបន់អង្តែនដែលទូរស័ព្ទកំពុងតែតាក់ទងជាមួយក្រុមស៊ើបអង្កេតចាប់ផ្ដើមគូសផែនទីសកម្មភាពរបស់ទូរស័ព្ទនេះនៅលើក្តារខៀនពួកគេសង្កេតឃើញថាទូរស័ព្ទតែងតែមានចលនាផ្លាស់ទីយ៉ាងលឿននៅតាមដងផ្លូវធំៗនៃខេត្ត Fukuoka វាហាក់ដូចជាជនល្មើសកំពុងធ្វើដំណើរជារៀងរាល់ថ្ងៃដោយគ្មានក្តីព្រួយបារម្ភអ្វីបន្តិចសោះភាពក្រអឺតក្រទមនេះបានកើតឡើងតាំងពី3ខែមុនម្ល៉េះពលគឺចាប់តាំងពីថ្ងៃដំបូងដែលសិស្សស្រីឈ្មោះ Nana Kubota បានបាត់ខ្លួននៅតាមដងផ្លូវដ៏ត្រជាក់នៅខែធ្នូឆ្នាំ2004អាកាសធាតុនៅភាគខាងត្បូងនៃប្រទេសជប៉ុនមានសភាពត្រជាក់ខ្លាំង Nana Kubota ជានិស្សិតឆ្នាំទី1នៃសាលាវិជ្ជាជីវៈមួយកន្លែងនាងមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះហើយមានជីវិតរស់នៅជាធម្មតាដូចយុវវ័យដទៃទៀតដែរនាងជានិស្សិតដែលឧស្សាហ៍ព្យាយាមនិងតែងតែធ្វើដំណើរត្រឡប់មកផ្ទះវិញតាមកាលវិភាគទៀងទាត់នៅល្ងាចថ្ងៃទី13ខែធ្នូនាងបានដើរចេញពីស្ថានីយ៍រថភ្លើងក្នុងទីក្រុង Fukuoka ឆ្ពោះទៅកាន់ផ្ទះរបស់នាងផ្លូវដែលនាងដើរគឺជាផ្លូវដែលនាងធ្លាប់ឆ្លងកាត់ជារៀងរាល់ថ្ងៃប៉ុន្តែនៅយប់នោះនាងមិនបានមកដល់ផ្ទះនោះទេក្រុមគ្រួសាររបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំងការបាត់ខ្លួននេះមិនមែនជារឿងធម្មតាទេសម្រាប់ក្មេងស្រីដែលមានទម្លាប់ល្អដូចជាណាពួកគេបានព្យាយាមតាក់ទងទៅលេខទូរស័ព្ទរបស់នាងម្ដងហើយម្ដងទៀតរាល់ការហៅចូលមិនមានអ្នកទទួលហើយចុងក្រោយទូរស័ព្ទក៏ត្រូវបានបិទនៅពេលដែលមេឃកាន់តែងឹតហើយសីតុណ្ហភាពកាន់តែធ្លាក់ចុះឪពុកម្ដាយរបស់នាងបានសម្រេចចិត្តរាយការណ៍ប្រាប់ប៉ូលីសក្នុងតំបន់ជារឿយៗករណីបាត់ខ្លួនយុវវ័យតែងតែត្រូវបានមន្ត្រីប៉ូលីសចាត់ទុកថាជាការរត់ចេញពីផ្ទះដោយខ្លួនឯងប៉ុន្តែឪពុកម្ដាយរបស់ Nana បានបញ្ជាក់យ៉ាងច្បាស់ថាកូនស្រីរបស់ពួកគេ
មិនដែលមានទំនាស់គ្រួសារអ្វីនោះទេនាងគ្មានហេតុផលអ្វីត្រូវរត់ចោលការសិក្សានិងគ្រួសាររបស់នាងឡើយការស្វែងរកជាផ្លូវការត្រូវបានចាប់ផ្ដើមនៅតាមដងផ្លូវជុំវិញស្ថានីយ៍រថភ្លើងនិងតំបន់ក្បែរនោះប៉ូលីសបានសាកសួរអ្នកស្រុកនិងទាញយកទិន្នន័យពីកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវរូបភាពចុងក្រោយដែលក្រុមការងារទទួលបានគឺនាងកំពុងដើរតែម្នាក់ឯងក្នុងសម្លៀកបំពាក់ការពាររងាបន្ទាប់ពីចំណុចផ្លូវនោះមកនាងក៏បានបាត់ខ្លួនដោយមិនមានបន្សល់ទុកដានអ្វីទាំងអស់គ្មានស្នាមប្រឡាក់ឈាមគ្មានសម្លេងស្រែកសុំជំនួយហើយក៏គ្មានសាក្សីដែលបានឃើញហេតុការណ៍នោះដែរវាហាក់ដូចជានាងត្រូវបាននរណាម្នាក់ស្ទាក់ចាប់អូសទាញយកទៅបាត់ដោយមិនមានការដឹងខ្លួនប៉ូលីសបានបោះពុម្ពកាត់បានស្វែងរកនៅបាត់ខ្លួននិងចែកចាយនៅតាមទីតាំងសាធារណៈឪពុកម្ដាយរបស់ណាណាតែងតែរំពឹងថានឹងទទួលបានដំណឹងទូរស័ព្ទពីកូនស្រីវិញប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេត្រូវធ្លាក់ចុះបន្តិចម្ដងនៅពេលដែលពេលវេលាចេះតែកន្លងផុតទៅពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក្តីសង្ឃឹមទាំងនោះត្រូវបានបំផ្លាញទាំងស្រុងនៅដើមខែមករាឆ្នាំ2005អ្នកស្រុកម្នាក់ដែលធ្វើដំណើរឆ្លងកាត់តំបន់ដាច់ស្រយាលនៃខេត្តហ្វូគូអូកាបានប្រទះឃើញសាកសពមនុស្សស្រីម្នាក់នៅក្បែរគែមព្រៃទីតាំងនោះគឺស្ងាត់ចងំមានត្រឹមតែស្មៅក្រៀមស្ងួតនៅក្នុងរដូវរងាប៉ុណ្ណោះប៉ូលីសបានចុះទៅដល់កន្លែងកើតហេតុភ្លាមក្រោយពីធ្វើកសលវិច័យបឋមពួកគេបានបញ្ជាក់ថាសាកសពនោះគឺជានិស្សិតស្រីណាណាកូបូតាជនល្មើសបានប្រើអំពើហិង្សារឹតកកផ្ដាច់ដង្ហើមនាងយ៉ាងឃោរឃៅបំផុតកន្លែងកើតហេតុមិនមានបន្សល់ទុកនៅតម្រុយអ្វីច្រើននោះទេគ្មានស្លាកស្នាមនៃការប្រយុទ្ធគ្នាធំដុំរាងកាយរបស់នាងគ្រាន់តែត្រូវបានគេយកមកទម្លាក់ចោលនៅទីនោះដើម្បីលាក់បាំងភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះនៅពេលប៉ូលីសត្រួតពិនិត្យសាកសពនិងបរិវេណជុំវិញពួកគេបានកត់សម្គាល់ឃើញចំណុចសំខាន់មួយកាបូបស្ពាយលុយកាក់និងទូរស័ព្ទដៃរបស់ណាណាត្រូវបានបាត់បង់ទាំងអស់នេះធ្វើឲ្យក្រុមស៊ើបអង្កេតដាក់ការសន្និដ្ឋានដំបូងថាវាគឺជាអំពើប្លន់សម្លាប់ដើម្បីយកទ្រព្យសម្បត្តិប៉ុន្តែមានសំណួរមួយដែលធ្វើឲ្យក្រុមអ្នកជំនាញនីតិវិទ្យាសាស្ត្រមិនអាចយល់បានហេតុអ្វីបានជាជនល្មើសត្រូវប្រើអំពើហិង្សាដល់ថ្នាក់ផ្តាច់ជីវិតជនរងគ្រោះត្រឹមតែដើម្បីប្លន់យកលុយនិងទូរស័ព្ទដៃធម្មតាមួយគ្រឿងការរត់កសម្រាប់មនុស្សម្នាក់ទាមទារឲ្យមានកម្លាំងខ្លាំងនិងចេតនាច្បាស់លាស់វាមិនមែនជាការជ្រុលដៃនោះទេក្រុមប៉ូលីសបានព្យាយាមស្វែងរកស្នាមម្រាមដៃឬតម្រុយនីតិវិទ្យាសាស្ត្រផ្សេងៗនៅលើសម្លៀកបំពាក់របស់ជនរងគ្រោះប៉ុន្តែបរិយាកាសត្រជាក់និងរយៈពេលដែលសាកសពត្រូវបានទុកចោលកណ្ដាលវាលបានធ្វើឲ្យភស្តុតាងមួយចំនួនធំរលាយបាត់មន្ត្រីប៉ូលីសមិនមានតម្រុយជាក់ស្ដែងអ្វីដែលអាចភ្ជាប់ទៅកាន់មុខសញ្ញាជនសង្ស័យណាម្នាក់ឡើយករណីនេះមើលទៅហាក់ដូចជាការវាយប្រហារដោយចៃដន្យទាំងស្រុងជនរងគ្រោះប្រហែលជាដើរចំពេលនិងទីកន្លែងដែលជនល្មើសកំពុងស្វែងរកចំណាប់ខ្មាំងប្រជាជននៅក្នុងទីក្រុងហ្វូគូអូកាចាប់ផ្ដើមមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពួកគេមិនទាន់ដឹងថាហេតុការណ៍នេះគ្រាន់តែជាការចាប់ផ្ដើមនៃទង្វើឃោរឃៅបន្តគ្នាដែលនឹងកើនឡើងក្នុងល្បឿនយ៉ាងលឿននោះទេការភ័យខ្លាចនោះបានក្លាយជាការពិតយ៉ាងឆាប់រហ័សបំផុតនៅថ្ងៃទី18ខែធ្នូពលគឺត្រឹមតែ5ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបាត់ខ្លួនរបស់ណាណាស្ត្រីម្នាក់ទៀតក៏បានបាត់ខ្លួនគាត់មានឈ្មោះថាតូស៊ីកូអូណាកាអាយុ62ឆ្នាំគាត់គឺជាស្ត្រីវ័យចំណាស់ម្នាក់ដែលធ្វើការក្រៅម៉ោងហើយតែងតែធ្វើដំណើរតាមដងផ្លូវក្នុងខេត្តហ្វូគូអូកាដោយថ្មើរជើងនៅថ្ងៃនោះគាត់កំពុងដើរត្រឡប់មកពីកន្លែងធ្វើការដោយសពមួយដងប៉ុន្តែគាត់មិនដែលបានដើរទៅដល់ផ្ទះឡើយគ្រួសាររបស់គាត់បានរាយការណ៍ប្រាប់ប៉ូលីសដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងប៉ូលីសហ្វូគូអូកាចាប់ផ្ដើមមានការសង្ស័យថាករណីទាំងពីរនេះអាចមានការពាក់ព័ន្ធគ្នាទោះជាយ៉ាងណាក៏ដោយមុនពេលដែលប៉ូលីសអាចប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ការសង្ស័យនេះហេតុការណ៍ទី3ក៏បានផ្ទុះឡើងនៅថ្ងៃទី20ខែធ្នូត្រឹមតែ2ថ្ងៃបន្ទាប់ពីស្ត្រីចំណាស់តូស៊ីកូបានបាត់ខ្លួនស្ត្រីម្នាក់ទៀតក៏បានក្លាយជាជនរងគ្រោះបន្ទាប់នាងមានឈ្មោះថាកៃកូហ្វូគូស៊ីម៉ា
អាយុ23ឆ្នាំជាបុគ្គលិកក្រុមហ៊ុនដូចគ្នាទៅនឹងជនរងគ្រោះមុនដែរនាងត្រូវបានគេស្ទាក់ចាប់នៅពេលកំពុងដើរតែម្នាក់ឯងនៅតាមដងផ្លូវក្នុងរដូវរងាដ៏ស្ងាត់ជ្រងំក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះមានមនុស្សស្រី3នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងការបាត់ខ្លួនបន្តគ្នានេះបានបង្កើតជាក្តីតក់ស្លុតពេញទីក្រុងហ្វូគូអូកាប្រជាជនមិនហ៊ានដើរនៅតាមដងផ្លូវតែម្នាក់ឯងនៅពេលយប់ទៀតទេអាជ្ញាធរមូលដ្ឋានបានបង្កើនការយាមកាមនិងល្បាតនៅតាមតំបន់ងាយរងគ្រោះប៉ុន្តែជនល្មើសហាក់ដូចជាកំពុងលាក់ខ្លួននៅក្នុងចំណោមប្រជាជនទូទៅដោយសុវត្ថិភាពទីតាំងដែលជនរងគ្រោះទាំង3បាត់ខ្លួនមិនមានកាមេរ៉ាសុវត្ថិភាពគ្រប់គ្រាន់ដែលអាចចាប់រូបភាពជនសង្ស័យបានច្បាស់លាស់ឡើយប៉ូលីសបានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតករណីនេះរួមគ្នាពួកគេបានប្រមូលសំណុំរឿងជនបាត់ខ្លួនទាំងអស់មកដាក់នៅលើតុតែមួយពួកគេដឹងច្បាស់ថាពួកគេកំពុងប្រឈមមុខជាមួយជនល្មើសដែលមានសកម្មភាពយ៉ាងសកម្មនិងរហ័សរហួនបំផុតគោលដៅបន្ទាន់របស់ពួកគេគឺត្រូវតែស្វែងរកទំនាក់ទំនងរវាងករណីទាំង3នេះឲ្យបានលឿនបំផុតមុនពេលមានជនរងគ្រោះទី4នៅលើក្តារខៀនស៊ើបអង្កេតនៅក្នុងការិយាល័យប៉ូលីសហ្វូគូអូការូបថតជនរងគ្រោះទាំង3ត្រូវបានបិទភ្ជាប់តម្រៀបគ្នាក្រុមអ្នកស៊ើបអង្កេតចាប់ផ្ដើមទាញខ្សែបន្ទាត់ភ្ជាប់ចំណុចនៃព្រឹត្តិការណ៍ទាំង3នេះពួកគេបានរកឃើញលំនាំទូទៅមួយដែលជនល្មើសបានប្រើប្រាស់សម្រាប់ការវាយប្រហារជនរងគ្រោះទាំងអស់សុទ្ធតែជាស្ត្រីដែលកំពុងដើរតែម្នាក់ឯងនៅតាមដងផ្លូវស្ងាត់បន្ទាប់ពីការបាត់ខ្លួនសាកសពរបស់ពួកគេត្រូវបានគេប្រទះឃើញបោះចោលនៅតំបន់ដាច់ស្រយាលដូចគ្នាទាំងអស់របាយការណ៍កសលវិច័យបានបញ្ជាក់ថាជនរងគ្រោះទាំង3ត្រូវបានជនល្មើសផ្តាច់ជីវិតដោយការរឹតកកាត់ផ្តាច់ដង្ហើមមិនមានភស្តុតាងនៃការរំលោភបំពានផ្លូវភេទណាមួយត្រូវបានរកឃើញនៅលើរាងកាយរបស់ពួកគេឡើយគោលបំណងតែមួយគត់របស់ជនល្មើសគឺការប្លន់យកទ្រព្យសម្បត្តិកាបូបស្ពាយលុយកាក់និងទូរស័ព្ទដៃរបស់ជនរងគ្រោះគ្រប់រូបត្រូវបានបាត់បង់គ្មានសល់អ្វីដែលធ្វើឲ្យប៉ូលីសតក់ស្លុតបំផុតនោះគឺភាពសាមញ្ញនិងភាពសាហាវឃោរឃៅនៃវិធីសាស្ត្រនេះឃាតករមិនបានកំណត់មុខសញ្ញាទុកជាមុនឬតាមដានជនរងគ្រោះណាម្នាក់នោះទេជនល្មើសគ្រាន់តែបើករថយន្តកលឹងតាមដងផ្លូវរងចាំឱកាសល្អហើយវាយប្រហារភ្លាមជនល្មើសត្រៀមខ្លួនជាស្រេចក្នុងការឆក់យកជីវិតមនុស្សត្រឹមតែដើម្បីយកប្រាក់កាក់ដែលមានក្នុងកាបូបបន្តិចបន្តួចការសម្រេចចិត្តឆក់យកជីវិតមនុស្សដោយគ្មានការស្ទាក់ស្ទើរដើម្បីប្លន់យកប្រាក់រាយបែបនេះមិនមែនកើតឡើងដោយគ្មានឫសគល់នោះទេសកម្មភាពនេះមានភាពពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងស្ថានភាពផ្លូវចិត្តដែលត្រូវបានបំផ្លាញដោយបំណុលនិងវប្បធម៌ល្បែងស៊ីសងមួយប្រភេទនៅក្នុងប្រទេសជប៉ុនវប្បធម៌នោះគឺល្បែងប៉ាជីងកូសំឡេងក្របដែកតូចធ្លាក់ទង្គិចគ្នានឹងពន្លឺភ្លើងចម្រុះពណ៌ភ្លឺភ្លឹបភ្លែតគឺជាទស្សនវិជ្ជាទូទៅនៅក្នុងកន្លែងលេងហ្គេមប៉ាជីងកូគ្រប់ទីកន្លែងសម្រាប់ប្រជាជនទូទៅវាគ្រាន់តែជាការកម្សាន្តដើម្បីបំបត្តិភាពតានតឹងក្រោយពេលធ្វើការប៉ុន្តែសម្រាប់មនុស្សមួយចំនួនវាគឺជាដៅជ្រៅដែលទាញទម្លាក់ជីវិតនិងហិរញ្ញវត្ថុរបស់ពួកគេទាំងស្រុងយន្តការនៃល្បែងនេះត្រូវបានរចនាឡើងដើម្បីធ្វើឲ្យអ្នកលេងបាត់បង់ការគ្រប់គ្រងលើទំហំទឹកប្រាក់ដែលពួកគេកំពុងចាញ់បន្តិចម្ដងនៅក្នុងការសិក្សាវិចិត្រសាស្ត្រឧក្រិដ្ឋកម្មស្ថានភាពនេះត្រូវបានគេស្គាល់ថាជារង្វង់បំណុលវិនាសកម្មនៅពេលដែលមនុស្សម្នាក់ធ្លាក់ចូលក្នុងរង្វង់នេះការសម្រេចចិត្តរបស់ពួកគេលែងពឹងផ្អែកលើការគិតពិចារណាតាមបែបហេតុផលទៀតហើយបន្ថែមពីលើនេះនៅដើមទសវត្សរ៍ឆ្នាំ2000ប្រទេសជប៉ុនមានការពេញនិយមយ៉ាងខ្លាំងលើសេវាកម្មស្វែងរកគូស្នេហ៍នៅលើទូរស័ព្ទដៃសេវាកម្មទាំងនេះតម្រូវឲ្យអ្នកប្រើប្រាស់បង់ប្រាក់រាល់ពេលផ្ញើសារឬភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីនៅពេលដែលការញៀនល្បែងប៉ាជីងកូបូកបញ្ចូលគ្នាជាមួយការចំណាយប្រាក់ឥតឈប់ឈរលើសេវាកម្មណាត់ជួបបំណុលអាចកើនឡើងដល់រាប់លានយេនក្នុងរយៈពេលដ៏ខ្លីបំផុតសម្ពាធបំណុលដ៏ធំធេងដែលគ្មានលទ្ធភាពសងនេះបានបំផ្លាញរនាំងសិលធម៌របស់មនុស្សទាំងស្រុងសភាវគតិរស់រានមានជីវិតនិងសេចក្តីត្រូវការប្រាក់បន្ទាន់បានចូលមកជំនួសការយល់ដឹងពីខុសនិងត្រូវនៅចំណុចនេះជនល្មើសលែងមើលឃើញអ្នកដទៃជាមនុស្សមានជីវិតទៀតហើយ
ជនល្មើសមើលឃើញជនរងគ្រោះត្រឹមតែជាប្រភពលុយដែលអាចដោះស្រាយបញ្ហាបំណុលប្រចាំថ្ងៃនិងអាចឲ្យខ្លួនបន្តរស់នៅក្នុងពិភពសម័យនៅលើអ៊ីនធឺណិតតែប៉ុណ្ណោះការកាត់ផ្តាច់មនោសញ្ចេតនាពីមនុស្សជាតិបែបនេះគឺជារឿងដែលបានកើតឡើងយ៉ាងពិតប្រាកដចំពោះឃាតករនៅក្នុងសំណុំរឿង Fukuoka គាត់មិនមែនជាអក្រិតជនមានជំនាញខ្ពស់ឬជាមេខ្លោងអ្វីនោះទេគាត់គ្រាន់តែជាបរិសុទ្ធសាមញ្ញម្នាក់ដែលមានទម្លាប់រស់នៅប្រចាំថ្ងៃស្ទើរតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ទាល់តែសោះឃាតករមិនមែនជាមនុស្សចម្លែកដែលលាក់ខ្លួននៅក្នុងទីងងឹតនោះទេគាត់មានឈ្មោះថា Yasunori Soizuki នៅពេលនោះគាត់មានអាយុ35ឆ្នាំនិងជាឪពុកដែលបានលែងលះប្រពន្ធមុខរបរប្រចាំថ្ងៃរបស់គាត់គឺជាអ្នកបើកបររថយន្តដឹកទំនិញពាណិជ្ជកម្មជារៀងរាល់ថ្ងៃគាត់បើករថយន្តឆ្លងកាត់ផ្លូវនានាក្នុងខេត្ត Fukuoka ដោយមិនមាននរណាម្នាក់សង្ស័យគាត់ឡើយរូបរាងខាងក្រៅរបស់គាត់គឺគ្រាន់តែជាបុរសសាមញ្ញម្នាក់ដែលកំពុងតែបំពេញការងាររកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះប៉ុន្តែនៅពីក្រោយជីវិតដ៏សាមញ្ញនេះគាត់កំពុងលិចលង់នៅក្នុងបំណុលយ៉ាងធ្ងន់ធ្ងរបំផុត Soizuki ជំពាក់បំណុលគេរហូតដល់ទៅ8លានយ៉េនដោយសារតែការញៀនលបែងប៉ាជីងកូនិងការចំណាយលើសេវាកម្មណាត់ជួបតាមទូរស័ព្ទប្រាក់ខែពីការងារបើករថយន្តដឹកទំនិញមិនអាចសូម្បីតែបង់ការប្រាក់នៃបំណុលដ៏ធំនេះផងក៏ត្រូវបានម្ចាស់បំណុលតាមទារប្រាក់ជារៀងរាល់ថ្ងៃដោយគ្មានពេលសម្រាកភាពតានតឹងនិងការអស់សង្ឃឹមនេះបានប្រែក្លាយបរិសុទ្ធសាមញ្ញម្នាក់នេះឲ្យក្លាយជាជនល្មើសដ៏ឃោរឃៅគាត់មិនមែនជាមេខ្លោងអក្រិតជនដែលមានផែនការស្មុគស្មាញនោះទេគាត់គ្រាន់តែត្រូវការលុយបន្ទាន់ដើម្បីយកទៅលេងល្បែងនិងបង់ថ្លៃសេវាកម្មអ៊ីនធឺណិតបន្តទៀតតែប៉ុណ្ណោះនៅពេលយប់គាត់ប្រើប្រាស់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនដើម្បីបើកកលឹងស្វែងរកជនរងគ្រោះនៅតាមដងផ្លូវស្ងាត់គាត់បានផ្តាច់ជីវិតស្ត្រីស្លូតត្រង់តែ3នាក់ត្រឹមតែដើម្បីយកប្រាក់កាក់បន្តិចបន្តួចដែលមាននៅក្នុងកាបូបរបស់ពួកគេភាពកំសាកនិងភាពអាត្មានិយមរបស់ Soizuki បានឈានដល់កម្រិតមួយដែលមិនអាចនឹកស្មានដល់បន្ទាប់ពីបានសម្លាប់ជនរងគ្រោះទី1រួចភាពក្រីក្រនិងការញៀនបានរុញច្រានឲ្យគាត់ប្រព្រឹត្តនៅកំហុសដ៏ធំបំផុតមួយដែលជួយទម្លាយសំណុំរឿងនេះទាំងស្រុងកំហុសនោះមិនមែនជាការបន្សល់ទុកស្នាមរាមដៃឬតម្រុយនៅកន្លែងកើតហេតុនោះទេវាគឺជាទូរស័ព្ទដៃរបស់ Nana Kubota បន្ទាប់ពីបានផ្តាច់ជីវិតនិងប្លន់យកទ្រព្យសម្បត្តិរបស់នាងរួច Soizuki មិនមានសូម្បីតែលុយសម្រាប់បង់ថ្លៃសេវាទូរស័ព្ទផ្ទាល់ខ្លួនដើម្បីប្រើប្រាស់អ៊ីនធឺណិតនោះទេគាត់កំពុងតែញៀននឹងការលេងសេវាកម្មស្វែងរកគូស្នេហ៍នៅលើអ៊ីនធឺណិតយ៉ាងខ្លាំងប៉ុន្តែគាត់គ្មានលទ្ធភាពបង់ប្រាក់បន្តទៀតទេដូច្នេះជំនួសឲ្យការបោះចោលឬបំផ្លាញទូរស័ព្ទរបស់ជនរងគ្រោះដើម្បីលាក់បាំងភស្តុតាងគាត់បែរជាយកវាទុកប្រើប្រាស់ដោយខ្លួនឯងទៅវិញជារៀងរាល់យប់នៅពេលគាត់អង្គុយសម្រាកនៅក្នុងរថយន្តដឹកទំនិញគាត់បានបើកទូរស័ព្ទរបស់ក្មេងស្រីដែលគាត់ទើបតែសម្លាប់គាត់បានប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតរបស់នាងដើម្បីចូលទៅកាន់គេហទំព័រណាត់ជួបនិងផ្ញើសារស្វែងរកស្ត្រីដទៃទៀតនេះគឺជាទង្វើដែលបង្ហាញពីភាពអាត្មានិយមនិងភាពគ្មានក្តីមេត្តាតតែសោះគាត់កំពុងប្រើប្រាស់ទ្រព្យសម្បត្តិរបស់មនុស្សដែលបានស្លាប់ដើម្បីបម្រើចំណង់ផ្ទាល់ខ្លួនដោយគ្មានការភ័យខ្លាចឬវិបដិសារីបន្តិចសោះឡើយគាត់ប្រហែលជាគិតថាប៉ូលីសនឹងមិនអាចតាមដានសេវាទូរស័ព្ទដៃនៅជំនាន់នោះបានទេឬគាត់ប្រហែលជាងឹតងល់ដោយសារតែការញៀនរហូតដល់លែងខ្វល់ពីសុវត្ថិភាពខ្លួនឯងប៉ុន្តែទង្វើដ៏ប្រហើននេះគឺជាអ្វីដែលក្រុមស៊ើបអង្កេតកំពុងតែរងចាំយ៉ាងអន្ទះសារទូរស័ព្ទរបស់ Nana ដែលកំពុងលោតភ្ជាប់បណ្ដាញអ៊ីនធឺណិតរាល់យប់បានក្លាយជាភ្លើងចង្អុលផ្លូវយ៉ាងច្បាស់លាស់ដល់មន្ត្រីប៉ូលីសរាល់ពេលដែលគាត់ចុចចូលគេហទំព័រគាត់កំពុងតែប្រាប់សមត្ថកិច្ចដោយប្រយោលពីតំបន់ដែលគាត់កំពុងស្ថិតនៅសញ្ញាពីទូរស័ព្ទដៃមួយគ្រឿងនេះបានផ្លាស់ប្ដូរទិសដៅនៃការស៊ើបអង្កេតទាំងស្រុងពីការដើររាវរកតម្រុយនៅតាមទីវាលមកជាការតាមប្រមាញ់នៅលើបណ្ដាញ Digital វិញម្ដងប៉ូលីស Fukuoka បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបណ្ដាញទូរស័ព្ទបច្ចេកវិទ្យាតាមដាននៅឆ្នាំ2005មិនមានប្រព័ន្ធ GPS ច្បាស់លាស់នៅលើទូរស័ព្ទដៃដូចពេលបច្ចុប្បន្នឡើយក្រុមអ្នកបច្ចេកទេសត្រូវប្រើប្រាស់វិធីសាស្ត្រគណនាទីតាំងតាមរយៈអង់តែនទូរស័ព្ទ
រកពេលដែលសុយស៊ូគីចុចចូលគេហទំព័រទូរស័ព្ទត្រូវបញ្ជូនរលកសញ្ញាទៅកាន់អង់តែនដែលនៅក្បែរនោះបំផុតនៅពេលមានអង់តែនចំនួន3ចាប់សញ្ញាបានក្នុងពេលតែមួយប៉ូលីសអាចគូបន្ទាត់ប្រសពគ្នាដើម្បីបង្រួមទំហំទីតាំងឲ្យកាន់តែតូចទិន្នន័យទីតាំងដែលប្រមូលបានបង្ហាញពីទម្លាប់មួយយ៉ាងច្បាស់លាស់សញ្ញាទូរស័ព្ទតែងតែធ្វើចលនាយ៉ាងលឿននៅតាមដងផ្លូវធំៗឆ្លងកាត់ខេត្តល្បឿននៃការធ្វើដំណើរនេះបានបញ្ជាក់ប្រាប់ប៉ូលីសថាជនសង្ស័យកំពុងស្ថិតនៅក្នុងយានយន្តហើយភាគច្រើនធ្វើដំណើរនៅពេលយប់លទ្ធផលនេះស៊ីគ្នាទាំងស្រុងទៅនឹងតម្រុយដែលថាជនល្មើសអាចជាអ្នកបើកបរយានយន្តដឹកជញ្ជូនការស៊ើបអង្កេតបានឈានចូលដល់ដំណាក់កាលសម្រេចប៉ូលីសបានរៀបចំកម្លាំងស៊ីវិលពង្រាយតាមបណ្ដោយផ្លូវដែលទូរស័ព្ទតែងតែបញ្ជូនសញ្ញាចេញមកជាប្រចាំពួកគេដាក់កងកម្លាំងល្បាតដោយស្ងៀមស្ងាត់បំផុតដើម្បីកុំឲ្យជនសង្ស័យដឹងខ្លួនទាន់ល្បែងឆ្មាចាប់កណ្ដោបានផ្លាស់ប្ដូររូបភាពពីការដើររាវរកដោយងឹតងល់មកជាការកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់នៅលើប្រព័ន្ធបណ្ដាញឌីជីថលកងកម្លាំងស៊ើបអង្កេតកំពុងរងចាំដោយការអត់ធ្មត់បំផុតនៅតាមដងផ្លូវពួកគេរងចាំតែពេលដែលទូរស័ព្ទរបស់ណាបញ្ជូនសញ្ញាមកម្ដងទៀតប៉ុណ្ណោះដើម្បីបិទសំណាញ់ប្រមាញ់នៅយប់នោះតែម្ដងសំណាញ់ប្រមាញ់នេះត្រូវបានបិទជាស្ថាពរនៅក្នុងខែមករាឆ្នាំ2005សញ្ញាទូរស័ព្ទបានលោតបញ្ចាំងទីតាំងម្ដងទៀតនៅកណ្ដាលយប់លើកនេះក្រុមមន្ត្រីប៉ូលីសបានតាមដានរលកសញ្ញានោះរហូតដល់ចំណុចគោលដៅជាក់លាក់ពួកគេបានរកឃើញទីតាំងបញ្ជូនសញ្ញាដែលចេញពីរថយន្តដឹកទំនិញមួយគ្រឿងកំពុងចតស្ងៀមនៅតាមដងផ្លូវកងកម្លាំងបានចូលលឡំព័ទ្ធរថយន្តនោះយ៉ាងប្រុងប្រយ័ត្នបំផុតការចាប់ខ្លួននេះមិនមានការបាញ់ប្រហារឬការដេញប្រកៀកប្រកិតគ្នាដូចនៅក្នុងភាពយន្តនោះទេផ្ទុយទៅវិញគ្រប់យ៉ាងគឺស្ងប់ស្ងាត់នៅពេលដែលប៉ូលីសទាញបើកទ្វាររថយន្តពួកគេបានប្រទះឃើញយ៉ាសូណូរីស៊ុយស៊ូគីកំពុងអង្គុយនៅខាងក្នុងអ្វីដែលធ្វើឲ្យមន្ត្រីប៉ូលីសហួសចិត្តបំផុតគឺភស្តុតាងដែលនៅជាប់នឹងដៃរបស់គាត់ផ្ទាល់តែម្ដងស៊ុយស៊ូគីកំពុងកាន់ទូរស័ព្ទដៃរបស់ណាណាកូបូតាដែលអេក្រង់កំពុងភ្លឺនៅឡើយគាត់កំពុងតែអុសចុះអូសឡើងមើលគេហទំព័រស្វែងរកគូស្នេហ៍យ៉ាងរំភើយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងមិនមានការតក់ស្លុតមិនមានការព្យាយាមរត់គេចខ្លួនឬប្រកែកតវ៉ាអ្វីទាំងអស់ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមមួយរំពេចនៅនឹងកន្លែងទស្សនវិជ្ជានៃការចាប់ខ្លួននេះបានបង្ហាញពីការពិតអសាមញ្ញមួយខេត្តកដែលធ្វើឲ្យប្រជាជនពេញមួយខេត្តគូគូអូកាភ័យខ្លាចរហូតមិនហ៊ានចេញដើរនៅពេលយប់មិនមែនជាអក្រិតជនមានបណ្ដាញធំដុំអ្វីទេគាត់គ្រាន់តែជាបរិសុទ្ធធម្មតាម្នាក់ដែលបរាជ័យក្នុងជីវិតនិងកំពុងលិចលង់ក្នុងបំណុលជាបរិសុទ្ធម្នាក់ដែលសុខចិត្តផ្ដាច់ជីវិតមនុស្សស្រីស្លូតត្រង់ដើម្បីតែបានប្រាក់និងទូរស័ព្ទយកមកចុចលេងកម្សាន្តនៅក្នុងរថយន្តបន្ទាប់ពីការឃាត់ខ្លួនរួចរាល់ប៉ូលីសបាននាំខ្លួនគាត់ទៅកាន់បន្ទប់សាកសួរដើម្បីទាមទារចម្លើយសារភាពពីទង្វើដែលគាត់បានប្រព្រឹត្តបន្ទប់សាកសួរនៅក្នុងការិយាល័យប៉ូលីសមានបរិយាកាសតឹងតែងនិងស្ងាត់ជ្ងំយ៉ាសូណូរីស៊ុយស៊ូគីអង្គុយទល់មុខមន្ត្រីស៊ើបអង្កេតដោយទឹកមុខស្ងប់ស្ងាត់នៅពេលប៉ូលីសបង្ហាញទូរស័ព្ទដៃរបស់ណាជាភស្តុតាងគាត់មិនបានព្យាយាមកុហកឬបដិសេធឡើយផ្ទុយទៅវិញគាត់បានចាប់ផ្ដើមរៀបរាប់ពីហេតុការណ៍ទាំងអស់ដោយទឹកដមសម្លេងធម្មតាបំផុតហាក់ដូចជាគាត់កំពុងរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់គាត់ចម្លើយសារភាពរបស់គាត់បានធ្វើឲ្យមន្ត្រីប៉ូលីសមានការតក់ស្លុតយ៉ាងខ្លាំងគាត់បានរៀបរាប់យ៉ាងលម្អិតពីរបៀបដែលគាត់ផ្ដាច់ជីវិតណាដោយការរឹតកនៅតាមដងផ្លូវដ៏ត្រជាក់នោះគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនដែលស្គាល់ជនរងគ្រោះពីមុនមកទេគាត់គ្រាន់តែឃើញនាងដើរតែម្នាក់ឯងហើយគាត់ត្រូវការលុយបន្ទាន់ដើម្បីទៅលេងល្បែងនិងបញ្ចូលសេវាទូរស័ព្ទបន្ទាប់ពីបានសម្លាប់និងប្លន់យកទ្រព្យសម្បត្តិរបស់ណាណារួចគាត់មានអារម្មណ៍ថាការផ្ដាច់ជីវិតមនុស្សដើម្បីយកលុយគឺជារឿងងាយស្រួលបំផុតការសារភាពនេះបានបញ្ជាក់ពីការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញកាលណាមនុស្សម្នាក់បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមនៃការប្រព្រឹត្តបទល្មើសលើកទី1ហើយភាពភ័យខ្លាចនិងវិបត្តិសារីនឹងត្រូវរលាយបាត់ទាំងស្រុងនោះហើយជាមូលហេតុ
ដែលការវាយប្រហារលើជនរងគ្រោះទី2និងទី3បានកើតឡើងក្នុងរយៈពេលត្រឹមតែប្រមាណថ្ងៃបន្ទាប់យ៉ាងឆាប់រហ័សបំផុត Suzuki បានសារភាពពីការធ្វើសកម្មភាពលើលោកយាយ Toshiko Onaka និងកញ្ញា Keiko Fukushima ដោយហេតុផលតែមួយគត់គឺគាត់ត្រូវការប្រាក់កាក់បន្ថែមគាត់មិនមានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ពួកគេឡើយអ្វីដែលគាត់ខ្វល់នៅពេលនោះគឺចំនួនប្រាក់ដែលគាត់ទទួលបានពីកាបូបរបស់ជនរងគ្រោះតែប៉ុណ្ណោះភាពទទេស្អាតនៃមនោសញ្ចេតនានិងអវត្តមាននៃភាពសោកស្ដាយនៅក្នុងការសារភាពនេះបានឆ្លុះបញ្ចាំងពីសភាពផ្លូវចិត្តដែលខូចខាតទាំងស្រុងរបស់គាត់រាល់ពាក្យសម្ដីរបស់គាត់នឹងក្លាយជាភស្តុតាងដ៏មានទម្ងន់បំផុតសម្រាប់ព្រះរាជអាជ្ញាក្នុងការទាមទារទោសប្រហារជីវិតនៅចំពោះមុខតុលាការនៅពេលយើងវិភាគលើចម្លើយសារភាពរបស់ Suzuki យើងនឹងឃើញពីដំណើរវិវត្តនៃផ្លូវចិត្តរបស់អក្រិតជនយ៉ាងច្បាស់លាស់ករណីរបស់ Nana Kubota ប្រហែលជាចាប់ផ្ដើមឡើងពីការប្លន់ដោយចៃដន្យដែលឈានទៅដល់ការផ្តាច់ជីវិតដើម្បីបំបិទមាត់ប៉ុន្តែហេតុការណ៍ដែលកើតឡើងចំពោះជនរងគ្រោះទី2និងទី3មិនមែនជាការជ្រុលដៃនោះទេវាគឺជាការផ្លាស់ប្ដូរផ្នត់គំនិតយ៉ាងធ្ងន់ធ្ងរអ្នកជំនាញផ្នែកចិត្តសាស្ត្រអក្រិតកម្មហៅស្ថានភាពនេះថាជាការបំបែករនាំងហាមឃាត់ផ្លូវចិត្តនៅពេលដែលទង្វើដ៏ព្រៃផ្សៃបំផុតមួយត្រូវបានប្រព្រឹត្តទៅដោយជោគជ័យនិងគ្មានការចាប់ចងជនល្មើសចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមានអំណាចលើសពីច្បាប់អារម្មណ៍នៃក្តីភ័យខ្លាចការផ្ដន់ទាទោសត្រូវបានជំនួសដោយភាពក្លាហាននិងការញៀននិងអំណាចគ្រប់គ្រងជីវិតអ្នកដទៃរាល់ទង្វើអក្រិតតែងតែត្រូវការកម្លាំងជំរុញសម្រាប់ Suzuki កម្លាំងជំរុញនោះមិនមែនជាការគុំគួននោះទេតែជាការស្រេកឃ្លានប្រាក់ដើម្បីបន្តការលេងល្បែងនិងស្វែងរកគូស្នេហ៍នៅលើអ៊ីនធឺណិតការញៀនទាំងនេះបានបង្កើតនៅពិភពសម័យមួយដែលបញ្ហាហិរញ្ញវត្ថុនិងជីវិតពិតរបស់គាត់ត្រូវបានបំភ្លេចចោលជាបណ្ដោះអាសន្ននៅពេលដែលប្រាក់ពីការប្លន់លើកទី1អស់គាត់មិនមានជំរឿអ្វីផ្សេងក្រៅពីការប្រព្រឹត្តអំពើដដែលនេះម្ដងទៀតនោះទេភាពបន្តនៃការចង់បានប្រាក់បានធ្វើឲ្យគាត់លែងស្ទាក់ស្ទើរក្នុងការឆក់យកជីវិតមនុស្សក្នុងរយៈពេលត្រឹមតែ 2-3 ថ្ងៃគាត់បានផ្លាស់ប្ដូរពីបរិសុទ្ធជាពាក់បំណុលគេធម្មតាម្នាក់ខ្លាចជាឃាតករដែលមានសកម្មភាពយ៉ាងលឿនបំផុតការវិវត្តនេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់សង្គមវាបង្ហាញថាឧក្រិដ្ឋកម្មធំៗមិនតែងតែកើតចេញពីការរៀបចំផែនការរាប់ខែឆ្នាំនោះទេពេលខ្លះវាគ្រាន់តែកើតចេញពីបុគ្គលម្នាក់ដែលត្រូវបានរុញច្រានដល់ផ្លូវទាល់ដោយសារបំណុលហើយជ្រើសរើសការដោះស្រាយតាមរយៈការបំផ្លាញជីវិតអ្នកដទៃសំណុំរឿងរបស់គាត់ឥឡូវនេះត្រូវបញ្ជូនទៅកាន់តុលាការដែលជាកន្លែងដែលយុត្តិធម៌ត្រូវតែស្វែងរកសម្រាប់ជនរងគ្រោះទាំង3បរិយាកាសនៅក្នុងសាលសវនាការនៃតុលាការជប៉ុនមានភាពស្ងប់ស្ងាត់និងតឹងតែងបំផុតក្រុមគ្រួសាររបស់ជនរងគ្រោះបានចូលរួមស្ដាប់ការកាត់ក្តីទាំងទឹកភ្នែកនិងក្តីឈឺចាប់ពួកគេចង់ដឹងថាតើហេតុអ្វីបានជាមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវស្លាប់យ៉ាងអយុត្តិធម៌ដោយស្នាដៃបរិសុទ្ធម្នាក់នេះនៅចំពោះមុខចៅក្រមមេធាវីការពារក្តីរបស់ Suzuki បានព្យាយាមលើកយកហេតុផលមកតវ៉ាយ៉ាងសកម្មពួកគេដឹងច្បាស់ថាសំណុំរឿងនេះមានភស្តុតាងរឹងមាំនិងមានចម្លើយសារភាពយ៉ាងច្បាស់លាស់ដែលមិនអាចបដិសេធបានឡើយដូច្នេះគោលដៅតែមួយគត់របស់ក្រុមមេធាវីគឺការព្យាយាមជួយសង្គ្រោះជីវិតជនល្មើសពីការកាត់ទោសប្រហារជីវិតតែប៉ុណ្ណោះពួកគេបានលើកឡើងថាទង្វើរបស់ Suzuki មិនមែនកើតចេញពីចេតនាឃាតកម្មដែលបានរៀបចំទុកជាមុនតាំងពីយូរនោះទេក្រុមមេធាវីបានព្យាយាមទម្លាក់កំហុសមួយផ្នែកទៅលើសម្ពាធសង្គមនិងប្រព័ន្ធហិរញ្ញវត្ថុដែលមិនមានការគ្រប់គ្រងច្បាស់លាស់ពួកគេបានអះអាងថាបំណុលដ៏ធំធេងនិងការញៀនល្បែងប៉ាជីងកូបានបំផ្លាញស្មារតីរបស់គាត់ទាំងស្រុងរហូតដល់បាត់បង់ការគ្រប់គ្រងខ្លួនឯងតាមការបកស្រាយរបស់មេធាវី Suzuki ខ្លួនឯងក៏ជាជនរងគ្រោះនៃភាពទាល់ច្រកដែលត្រូវបានសង្គមរុញច្រានរហូតដល់ផ្លូវទាល់ផងដែរការតវ៉ានេះបានបង្កើតជាភាពតានតឹងយ៉ាងខ្លាំងនៅក្នុងសាលសវនាការសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងតើសម្ពាធបំណុលដ៏ធ្ងន់ធ្ងរនិងការញៀនល្បែងអាចយកមកធ្វើជាលេសដើម្បីបន្ធូរបន្ថយទោស
ពីបទឃាតកម្មលើមនុស្ស3នាក់បានដែរឬទេសម្រាប់ព្រះរាជអាជ្ញានិងគ្រួសារជនរងគ្រោះការបកស្រាយរបស់មេធាវីគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជីវិតដែលបានបាត់បង់ពួកគេទាមទារឲ្យតុលាការផ្តល់យុត្តិធម៌ពិតប្រាកដដោយការអនុវត្តទោសកម្រិតអតិបរមាដោយគ្មានការលើកលែងជោគវាសនារបស់ឃាតកររូបនេះឥឡូវនេះស្ថិតនៅក្នុងដៃរបស់ចៅក្រមកំពូលដែលត្រូវធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រតុលាការកំពូលរបស់ប្រទេសជប៉ុនបានចំណាយពេលពិនិត្យយ៉ាងល្អិតល្អន់លើសំណុំរឿងនេះនៅទីបំផុតការសម្រេចសេចក្តីចុងក្រោយត្រូវបានប្រកាសដោយចៅក្រមកំពូល Kiyoko Okabe ចៅក្រមរូបនេះបានច្រានចោលការតវ៉ារបស់មេធាវីការពារក្តីទាំងស្រុងលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថាបំណុលផ្ទាល់ខ្លួននឹងការញៀនលបែងមិនមែនជាលេសដែលអាចយកមកដោះសារសម្រាប់អំពើឃាតកម្មនោះទេការឆក់យកជីវិតមនុស្សស្រីស្លូតត្រង់ដល់ទៅ3នាក់ត្រឹមតែដើម្បីប្លន់យកប្រាក់កាក់បន្តិចបន្តួចគឺជាទង្វើដែលមានចេតនាទុច្ចរិតនិងឃោរឃៅបំផុតសេចក្តីសម្រេចរបស់តុលាការបានសង្កត់ធ្ងន់ថាជនល្មើសបានចាត់ទុកជីវិតមនុស្សដូចជាវត្ថុគ្មានតម្លៃគាត់ហ៊ានបំផ្លាញជីវិតពួកគេចោលដើម្បីតែបំពេញចំណង់អាត្មានិយមរបស់ខ្លួនឯងតែប៉ុណ្ណោះដូច្នេះការសម្រេចទោសប្រហារជីវិតគឺជាទណ្ឌកម្មតែមួយគត់ដែលស័ក្តិសមបំផុតសម្រាប់ទំហំនៃបទល្មើសនេះការកាត់ក្តីជាស្ថាពរនេះបានផ្ដល់ការលួងលោមផ្លូវចិត្តមួយផ្នែកដល់ក្រុមគ្រួសារជនរងគ្រោះប្រព័ន្ធយុត្តិធម៌បានផ្ដល់តម្លៃដល់ការជួយចាប់របស់ពួកគេនិងបានធានាថាជនល្មើសនឹងមិនអាចមានឱកាសធ្វើបាបនរណាម្នាក់បានទៀតឡើយទោះបីជាច្បាប់បានផ្ដល់យុត្តិធម៌ឲ្យពួកគេក៏ដោយក៏យើងមិនត្រូវភ្លេចពីអត្តសញ្ញាណពិតប្រាកដរបស់ស្ត្រីរងគ្រោះទាំង3នាក់នោះដែរនៅពេលដែលព័ត៌មានអំពីសំណុំរឿងនេះត្រូវបានផ្សព្វផ្សាយមនុស្សភាគច្រើនតែងតែផ្ដោតការយកចិត្តទុកដាក់ទៅលើជនល្មើសនិងវិធីសាស្ត្រនៃការស៊ើបអង្កេតប៉ុន្តែយើងត្រូវតាមដានសាច់រឿងទាំងអស់គ្នាប៉ុន្តែយើងត្រូវតែចងចាំថាជនរងគ្រោះទាំង3មិនមែនគ្រាន់តែជាឈ្មោះដែលមាននៅលើឯកសារតុលាការនោះទេពួកគេគឺជាមនុស្សដែលមានជីវិតមានគ្រួសារនិងមានក្តីសុបិនសម្រាប់អនាគតណាណាគូបូតាមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះនាងគឺជានិស្សិតដែលទើបតែចាប់ផ្ដើមបោះជំហានចូលទៅក្នុងពិភពលោកថ្មីនៃការអប់រំជាជីវៈដែលនាងសង្ឃឹមថានឹងអាចកសាងអនាគតដ៏ភ្លឺស្វាងមួយតូស៊ីកូអូណាកាមានអាយុ62ឆ្នាំគឺជាស្ត្រីវ័យចំណាស់ម្នាក់ដែលនៅតែខិតខំធ្វើការក្រៅម៉ោងដើម្បីចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរចំណែកឯកៃកូហ្វូគូស៊ីម៉ាអាយុ23ឆ្នាំជាបុគ្គលិកវ័យក្មេងម្នាក់ដែលកំពុងកសាងអាជីពរបស់ខ្លួនយ៉ាងសកម្មជីវិតរបស់ពួកគេត្រូវបានកាត់ផ្តាច់យ៉ាងអយុត្តិធម៌បំផុតនៅតាមដងផ្លូវដែលពួកគេធ្លាប់ដើរឆ្លងកាត់ជារៀងរាល់ថ្ងៃពួកគេមិនបានធ្វើអ្វីខុសនោះទេពួកគេគ្រាន់តែជាជនរងគ្រោះដោយសារតែសេចក្តីលោភលន់និងភាពកំសាករបស់បុរសម្នាក់ដែលបាត់បង់ភាពជាមនុស្សដោយសារតែបំណុលនិងល្បែងការរំលឹកដល់ឈ្មោះនិងជីវិតរបស់ពួកគេគឺជាវិធីតែមួយគត់ដែលយើងអាចទាញយកអំណាចពីឃាតករត្រឡប់មកវិញយើងមិនគួរចងចាំជនល្មើសទុកជាវីរបុរសនៃរឿងអក្រិតកម្មនោះទេប៉ុន្តែយើងត្រូវចងចាំស្ត្រីទាំង3នាក់នេះទុកជាមេរៀននិងជាការរំលឹកអំពីតម្លៃនៃជីវិតមនុស្សរឿងរ៉ាវរបស់ពួកគេបានបញ្ចប់តាំងពីចុងឆ្នាំ2004មកម្ល៉េះប៉ុន្តែចំពោះចុងក្រោយនៃសំណុំរឿងនេះបានអស់បន្លាយអស់រយៈពេលជាច្រើនឆ្នាំរហូតដល់សេចក្តីសម្រេចត្រូវបានអនុវត្តនៅពេលចុងក្រោយអស់រយៈពេល14ឆ្នាំបន្ទាប់ពីការចាប់ខ្លួនយ៉ាសូណូរីស៊ុយស៊ូគីបានចំណាយពេលពេញមួយជីវិតចុងក្រោយរបស់គាត់នៅក្នុងមន្ទីរឃុំឃាំងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុនទណ្ឌិតប្រហារជីវិតមិនត្រូវបានផ្ដល់ដំណឹងជាមុនអំពីការបរិច្ឆេទនៃការប្រហារជីវិតរបស់ពួកគេឡើយពួកគេត្រូវរស់នៅដោយមិនដឹងថាថ្ងៃណាជាថ្ងៃចុងក្រោយនៃជីវិតរបស់ពួកគេនោះទេរហូតមកដល់ព្រឹកព្រលឹមថ្ងៃទី2ខែសីហាឆ្នាំ2019ឆ្មាំក៏បានដើរមកដល់មុខបន្ទប់ឃុំឃាំងរបស់គាត់នៅមន្ទីរឃុំឃាំងខេត្តហ្វូគូអូកានៅពេលនោះគាត់ទើបតែទទួលបានការជូនដំណឹងថាពេលវេលារបស់គាត់នៅលើលោកនេះត្រូវបានឈានចូលមកដល់ទីបញ្ចប់ហើយយន្តការនេះត្រូវបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់និងលឿនបំផុតត្រឹមតែប្រហែលម៉ោងបន្ទាប់ពីការជូនដំណឹង
Yasunori Soizuki ត្រូវបានបញ្ជូនទៅកាន់បន្ទប់ប្រហារជីវិតគាត់ត្រូវបានអនុវត្តទោសប្រហារជីវិតដោយការចងកស្របតាមច្បាប់របស់ប្រទេសជប៉ុនការប្រកាសជាផ្លូវការអំពីការស្លាប់របស់គាត់ត្រូវបានធ្វើឡើងនៅពេលថ្ងៃត្រង់តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងយុទ្ធភ័ពជប៉ុនដល់បណ្ដាញសារព័ត៌មានការអនុវត្តទោសនេះគឺជាការបិទបញ្ចប់សំណុំរឿងឃាតកម្មដ៏ខ្មៅងឹតបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃខេត្ត Fukuoka ជាស្ថាពរវាគឺជាទីបញ្ចប់នៃបរិសម្នាក់ដែលបានបណ្ដោយឲ្យលបែងនឹងបំណុលបំផ្លាញទាំងជីវិតខ្លួនឯងនិងឆក់យកជីវិតអ្នកដទៃយ៉ាងឃោរឃៅរឿងរ៉ាវដែលអូសទាញទីក្រុងទាំងមូលទៅក្នុងភាពភ័យខ្លាចដោយសារតែទូរស័ព្ទដៃមួយគ្រឿងត្រូវបានកប់បាត់ពីដងផ្លូវជារៀងរហូតសំណុំរឿងរបស់ Yasunori Soizuki មិនមែនគ្រាន់តែជារឿងឃាតកម្មធម្មតានោះទេវាគឺជាមេរៀនសង្គមដ៏ធំមួយដែលបង្ហាញពីគ្រោះថ្នាក់នៃរង្វង់បំណុលវិនាសកម្មនិងការញៀនល្បែងប៉ាជីងកូនៅពេលដែលមនុស្សម្នាក់បណ្ដោយឲ្យខ្លួនឯងលិចលង់នៅក្នុងបំណុលដែលគ្មានថ្ងៃសងរួចភាពជាមនុស្សរបស់ពួកគេអាចនឹងត្រូវរលាយបាត់ទាំងស្រុងដោយមិនដឹងខ្លួនចែកវិជាដែលគាត់គិតថាអាចជួយសម្រួលដល់ចំណង់របស់គាត់បែរជាខ្លាចជាអន្ទាក់ digital ដែលទាញទម្លាក់គាត់ទៅវិញនេះសបញ្ជាក់ឲ្យឃើញថាគ្មានបទល្មើសណាមួយដែលអាចលាក់បាំងចិត្តឈឹងនោះទេសម្រាប់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ការធ្វើដំណើរតែម្នាក់ឯងនៅទីកន្លែងស្ងាត់ជ្រងំជាពិសេសនៅពេលយប់គឺតែងតែមានហានិភ័យលាក់កំបាំងជានិច្ចសូមប្រុងប្រយ័ត្ននិងព្យាយាមរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារឬមិត្តភ័ក្តិឲ្យបានដឹងពីទីតាំងរបស់អ្នកជានិច្ចម្យ៉ាងវិញទៀតប្រសិនបើអ្នកទាំងអស់គ្នាឬមនុស្សដែលអ្នកស្គាល់កំពុងតែប្រឈមមុខនឹងវិបត្តិបំណុលធ្ងន់ធ្ងរឬការញៀនល្បែងផ្សេងទៀតសូមស្វែងរកជំនួយពីអ្នកជំនាញឬមនុស្សជុំវិញខ្លួនមុនពេលបញ្ហានោះរុញច្រានអ្នកឲ្យដើរផ្លូវខុសការស្វែងរកជំនួយទាន់ពេលវេលាគឺជារឿងដែលក្លាហានបំផុតដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនឯងនិងគ្រួសារតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសំណុំរឿងមួយនេះតើសម្ពាធបំណុលរាប់លានយេននិងការញៀនល្បែងធ្ងន់ធ្ងរគួរតែត្រូវបានតុលាការយកមកពិចារណាដើម្បីបន្ធូរបន្ថយទោសជនល្មើសដែរឬទេឬមួយការសម្រេចប្រហារជីវិតរបស់ចៅក្រមកំពូលគឺជារឿងដែលត្រឹមត្រូវបំផុតហើយសូមចូលរួម comment បញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមវីដេអូនេះប្រសិនបើអ្នកទាំងអស់គ្នាយល់ថាកំណត់ត្រាស៊ើបអង្កេតមួយនេះផ្ដល់នូវចំណេះដឹងផ្នែកចិត្តសាស្ត្រឧក្រិដ្ឋកម្មសូមជួយចុច like និង subscribe ដើម្បីបន្តតាមដានសំណុំរឿងកើតហេតុក្រោយៗទៀតអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាម្ដងទៀតនៅរឿងកើតហេតុក្រោយ